ក្មេងស្រីក្រហមនឹងចចកចិត្តធัวនៅសម័យបុរាណមានក្មេងស្រីម្នាក់រស់នៅក្នុងភូមិតូចមួយគាត់មានចិត្តល្អសុប្បុរសហើយពេញចិត្តជួយឪពុកម្ដាយក្នុងការចិញ្ចឹមគ្រួសារព្រោះគាត់ស្រឡាញ់ពាក់អាវក្រហមជានិច្ចមនុស្សក្នុងភូមិទាំងអស់ហៅគាត់ថាក្មេងស្រីក្រហមថ្ងៃមួយម្ដាយបានផ្ដល់កញ្ចប់ម្ហូបឲ្យក្មេងស្រីក្រហមនិយាយថាកូនយប់នេះយាយនៅក្នុងព្រៃឆ្ងាយកំពុងឈឺសូមយកអាហារទាំងនេះទៅឲ្យយាយផងតែចូលប្រុងប្រយ័ត្នកុំឈប់លេងចំហៀងផ្លូវហើយកុំជឿសត្វចចកណាមួយទេក្មេងស្រីក្រហមស្ដាប់តាមហើយដើរទៅព្រៃតែបន្តិចក្រោយនាងបានជួបចចកម្នាក់ចចកនេះមិនដូចចចកទាំងអស់ទេវាមានចិត្តល្អគិតតែអំពីការជួយមនុស្សគេហៅវាចចកចិត្តធម៌ចចកចិត្តធម៌សួរក្មេងស្រីតូចតើកំពុងទៅណាក្មេងស្រីក្រហមឆ្លើយដោយស្មោះខ្ញុំកំពុងយកអាហារទៅឲ្យយាយដែលឈឺនៅក្នុងផ្ទះក្នុងព្រៃចចកគិតក្នុងចិត្តថាមានគ្រោះថ្នាក់ច្រើននៅក្នុងព្រៃដូចជាខ្លាឃ្មុំឬមនុស្សអាក្រក់ដូច្នេះវាបានសម្រេចជួយការពារក្មេងស្រីក្រហមចចកនិយាយថាផ្លូវនេះមានគ្រោះថ្នាក់ខ្ញុំនឹងដើរជាមួយកូនហើយនាំឲ្យដល់ផ្ទះយាយដោយសុវត្ថិភាពនៅលើផ្លូវក្មេងស្រីក្រហមឃើញផ្កាល្អៗហើយចង់ឈប់ប្រមូលចចកចិត្តធម៌បានព្រួនមានថាកុំខកខានពេលវេលាបើយាយរងចាំយូរអាចនឹងឈឺច្រើនជាងមុនក្មេងស្រីក្រហមស្ដាប់តាមពួកគេទាំងពីរដើរទៅដល់ផ្ទះយាយដោយសុវត្ថិភាពយាយរីករាយណាស់ពេលឃើញក្មេងស្រីក្រហមនឹងចចកចិត្តធម៌យាយថ្លែងអំណរគុណអរគុណចចកចិត្តធម៌បើគ្មានអ្នកប្រហែលក្មេងស្រីរបស់យាយនឹងជួបគ្រោះថ្នាក់ក្នុងព្រៃចចកញញឹមហើយនិយាយថាខ្ញុំគ្រាន់តែជួយតាមករណីដែលគួរជួយមនុស្សឬសត្វទាំងអស់គ្នាត្រូវមានចិត្តធម៌ដើម្បីធ្វើឲ្យពិភពលោកកាន់តែល្អចាប់ពីថ្ងៃនោះមកក្មេងស្រីក្រហមតែងចងចាំពាក្យនៃចចកចិត្តធម៌នាងរៀនស្ដាប់ឪពុកម្ដាយមិនចាក់ផ្លិលនិងតែងតែមានការប្រុងប្រយ័ត្នបន្ទាប់ពីយាយទទួលអាហារពីក្មេងស្រីក្រហមនិងអរគុណចចកចិត្តធម៌រួចនាងក្មេងក៏បានសម្រាកនៅផ្ទះយាយតែព្រៃនោះមិនមានត្រឹមតែចចកល្អៗទេមានសត្វឆ្កែព្រៃនិងខ្លាឃ្មុំដែលតែងតែរង់ចាំបន្លំក្មេងថ្ងៃបន្ទាប់ក្មេងស្រីក្រហមចង់ត្រឡប់ទៅផ្ទះចចកចិត្តធម៌ក៏ស្នើជួយនាំត្រឡប់វិញនៅពេលដើរឆ្លងកាត់ព្រៃស្រាប់តែឃើញខ្លាឃ្មុំធំមួយបិទផ្លូវខ្លាឃ្មុំគំរាមថាអហោទាំងពីរក្មេងស្រីនិងចចកនឹងក្លាយជាម្ហូបល្ងាចរបស់ខ្ញុំក្មេងស្រីក្រហមភ័យខ្លាចណាស់តែចចកចិត្តធម៌ស្ងប់ស្ងាត់វាបាននិយាយទៅក្មេងថាកុំភ័យចូលប្រកាសថាកូនស្ដាប់តែអ្វីដែលខ្ញុំប្រាប់បន្ទាប់មកចចកបានយកកញ្ចប់អាហារទំទេដែលយាយបានផ្ដុលឲ្យហើយដាក់ស្លាបព្រាវាបោះចោលឲ្យខ្លាឃ្មុំបានលោភលន់ហើយរត់ទៅរកកញ្ចប់នោះចចកចិត្តធម៌នាំក្មេងស្រីរត់ល្បាយឆ្លងកាត់ព្រៃទៅដល់ផ្លូវភូមិខ្លាឃ្មុំត្រូវចង្វាក់សត្វផ្សេងក្នុងព្រៃរាងដូច្នេះមិនអាចតាមទាន់ពេលដល់ភូមិស្រាប់តែមានអ្នកភូមិជាច្រើនឃើញពួកគេចចកបានប្រាប់សង្ស័យថានៅក្នុងព្រៃមានសត្វខ្លាឃ្មុំកំពុងចង់វាយប្រហារបានប្រមូលកម្លាំងទៅរំដោះព្រៃយប់នោះភូមិបានធ្វើពិធីអរគុណចចកចិត្តធម៌មនុស្សគ្រប់គ្នាបានឲ្យកិត្តិយសវាហៅថាចចកអ្នកការពារភូមិខ្ញុំបានរៀនថាព្រៃមានគ្រោះថ្នាក់តែបើមានចិត្តសប្បុរសនិងគោរពពាក្យឪពុកម្ដាយយើងអាចឆ្លងកាត់គ្រោះថ្នាក់បានចាប់ពីពេលនោះមក
ក្មេងស្រីក្រហមក្លាយជាក្មេងដែលទាំងភូមិគោរពចចកចិត្តធัวក៏រស់នៅជាមួយមនុស្សដើម្បីការពារភូមិមិនឲ្យសត្វព្រៃរំខាន